ជាដំបូងនាងសូមជម្រាបសួរអ្នកគ្រូលោកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នានាងខ្ញុំឈ្មោះផាន់បណ្ឌិតរៀននៅថ្នាក់ទី 12A នៃវិទ្យាល័យក្រុងសែនប្រាសាទបាគងថ្ងៃនេះខ្ញុំលើកលំហាត់ទី 88ដែលយកចេញពីសៀវភៅថ្នាក់ទី 12ដែលរៀបរៀងដោយអ្នកគ្រូឌីសុលីដោយលំហាត់របស់យើងគេឲ្យបញ្ជាក់ថាជាកាតាលីសអូម៉ូសែនអង់ស៊ីមឬអេដ្រូសែនចំពោះប្រតិកម្មនីមួយៗដើម្បីធ្វើលំហាត់នេះបានយើងត្រូវចាំនៅនិយមន័យរបស់កាតាលីសនីមួយៗជាមុនសិនដោយកាតាលីសអូម៉ូសែនគឺជាកាតាលីសដែលមានថាសដូចគ្នារវាងអង្គធាតុប្រតិករនិងកាតាលីសរីឯអង្គស៊ីមគឺជាកាតាលីសដែលងាយស្រួលចំណាំជាងគេព្រោះវាកើតចេញពីភាវៈរស់មានដូចជាធ្លីឈាមថ្លើមសត្វទឹកមាត់ជាដើមរីឯអេដ្រូសែនគឺជាកាតាលីសដែលមានភាពរូបខុសគ្នារវាងកាតាលីសនិងអង្គធាតុប្រតិករហើយភាពរូបឬផាសនោះមានដូចជា L អង្គធាតុរាវ S អង្គធាតុរឹង A គុយសូលីសុង C ឧស្ម័នឥឡូវយើងចូលមកមើលលំហាត់យើងទីកដែលយើងមើលទៅលើអង្គធាតុប្រតិករដោយអង្គធាតុប្រតិករឧស្ម័ន C ហើយយើងមើលទៅលើកាតាលីសរបស់យើងគឺ S ហើយដោយកាតាលីករនិងអង្គធាតុប្រតិករមានថាសឬភាពរូបខុសគ្នាយើងអាចសន្និដ្ឋានបានថាវាគឺជាកាតាលីសអេដ្រូសែនយើងសរសេរចម្លើយមកឥឡូវយើងចូលមកដល់ទីខទឹកអុកស៊ីសែនបំបែកទៅជាទឹកពីរទឹកនិងអុកស៊ីសែនដោយយើងមើលទៅលើកាតាលីសដែលជា MnO2 ភាពរូបរបស់វានិងយើងមើលទៅលើភាពរូបរបស់អង្គធាតុប្រតិករដែលជាទឹកអុកស៊ីសែនដោយទឹកអុកស៊ីសែនមានភាពរូបអាគុយរីឯកាតាលីសរបស់យើងមានភាពរូប S ដែលជាអង្គធាតុរឹងដូច្នេះវាមានភាពរូបឬផាសខុសគ្នាយើងអាចសន្និដ្ឋានបានថាវាគឺជាកាតាលីសអេដ្រូសែនយើងចូលមកដល់ទីកយើងមើលទៅលើអង្គធាតុប្រតិករនិងកាតាលីសដូចគ្នាដោយអង្គធាតុប្រតិករមានភាពរូបអាគុយរីឯកាតាលីសរបស់យើងក៏មានអង្គធាតុក៏មានផាសឬភាពរូបជាអាគុយដូចគ្នាដូច្នេះយើងអាចសន្និដ្ឋានបានថាវាគឺជាកាតាលីសអូម៉ូសែនទីខយើងមើលទៅលើអង្គធាតុប្រតិករដែលមានភាពរូប S ដូចគ្នារីឯកា
តាលីមានភាពរូបអិលហើយកតាលីរបស់អង្គធាតុប្រតិកោនិងកតាលីមានភាពរូបខុសគ្នាដូច្នេះយើងអាចសន្និដ្ឋានបានថាវាគឺជាកតាលីអេដ្រូសែនឥឡូវយើងក៏លេខមកមើលលំហាត់ចុងក្រោយរបស់យើងដែលជាទីងោដោយយើងអត់ចាំបាច់មើលទៅលើអង្គធាតុប្រតិកោអីច្រើនទេដោយយើងឃើញតែកតាលីរបស់វាជាថ្នាំសត្វឬក៏ឈាមទឹកមាត់អីអញ្ចឹងយើងអាចសន្និដ្ឋានបានថាវាគឺជាកតាលីអង់ស៊ីមតែម្ដងការដោះស្រាយរបស់នាងខ្ញុំបានបញ្ចប់ដូច្នេះខ្ញុំសូមអរគុណទៅដល់អ្នកទស្សនាទាំងអស់ដែលបានមើលវីដេអូនេះ